ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមនាំអារម្មណ៍មើលទស្សនាសកម្មភាពការពីសង្ក្រានចូលឆ្នាំគេផុសអស់ហើយខ្ញុំផុសក្រោយគេខ្ជិលកាត់តថ្ងៃនេះនៅឃើញល្មិចមកកាត់តវីដេអូខ្លួនឯងតែទោះជាយ៉ាងណាក៏មិនសឹមភ្នែកដែរដោយសារសកម្មភាពហើយនឹងរូបភាពកម្រងអនុស្សាវរីយ៍ទេសភាពដែលថាយើងបានថតនឹងបង្ហាញជូនហើយបងប្អូនមើលក៏មិនជិនភ្នែកដែរមែនទេហើយបើរំលឹកអំពីការរចនារៀបចំគឺថាមិនអាចបំភ្លេចបានតែម្ដងអញ្ចឹងហើយទោះបីជាខ្ញុំផុសសារថ្មីក៏ខ្ញុំនៅតែពេញចិត្តនៃការធ្វើវាដែរដោយសារតែវានៅតែមើលទៅថ្មីហើយសង្ឃឹមថាដល់ឆាប់ទៀតតែឥឡូវនឹងឯងចង់ឲ្យតែពុកម៉ែបងប្អូនមេពាក់ទាំងអស់គ្នាមកលេងសៀមរាបម្ដងទៀតនេះខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្ញុំពិតជាមានមោទនភាពមានសំណាងណាស់ដែលខ្ញុំបានកើតនៅទឹកដីអច្ឆរិយៈនេះគេហៅថាទឹកដីត្រជាក់ត្រជុំដែលពោពេញទៅដោយសម្បត្តិវប្បធម៌ប្រាសាទជាច្រើនព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អាគារស្កឹមស្កាយទំនើបទាន់សម័យគឺថាមានទាំងអស់នៅក្នុងទឹកដីមួយនេះអញ្ចឹងហើយក៏ខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្ញុំពិតជាមានសំណាងរាល់ព្រឹត្តិការណ៍ធំៗគឺតែងតែប្រារព្ធរៀបចំធ្វើនៅក្នុងទឹកដីខេត្តសៀមរាបពិសេសជាងគេនៅក្នុងតំបន់អង្គរវត្តតែម្ដងហើយអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះក៏មានមោទនភាពដូចខ្ញុំដែរដែលខ្លាចទៅជាកូនខ្មែរប្រជាជនខ្មែររួមជាតិទាំងអស់គ្នាដែលមានតំបន់ប្រាសាទអង្គរវត្តជាស្នូលនៃគេដំណើរដូនតាជាអាចដូចអ្នកបានឃើញគឺប្រាសាទអង្គរវត្តមាននៅលើទងជាតិនៃកម្ពុជាមានន័យថាជាបេះដូងរបស់ប្រទេសកម្ពុជានោះឯងដោយសំណាងដែរថ្ងៃនេះខ្ញុំបានមកថតសកម្មភាពនៅថ្ងៃទី3នៅទីលានដែលគេបានរៀបចំបូជាមានរូបអាសនៈដែលមានតាំងផ្លែឈើផ្កាភ្ញីហើយនឹងរចនាមានរូបនាគហើយនឹងប្រាង្គប្រាសាទដែលធ្វើអំពីស្លឹកចេកនេះទោះបីជាវារៀងស្វិតបន្តិចក៏ដោយក៏ឃើញថាពិតជាមានភាពអស្ចារ្យនៃការច្នៃប្រឌិតមែនទែនអញ្ចឹងបានថាឲ្យស្នាដៃដូនតារបស់យើងបានបន្សល់ទុកឲ្យគឺថាពិតជាអស្ចារ្យនិងគួរតែរក្សាទុកតរៀងទៅដល់កូនចៅជំនាន់ក្រោយៗទៀតដើម្បីបានឃើញថាស្នាដៃដូនតារបស់យើងពិតជាអស្ចារ្យមែនមិនអាចកាត់ថ្លៃបានទេតម្លៃណាក៏មិនអាចទិញបានដែរសម្បត្តិជាតិនេះគឺជាសម្បត្តិដ៏ធំមហាសាលដែលទុកឲ្យប្រជាជនខ្មែរជំនាន់ក្រោយគោរពបូជាជាកេរដំណែលព្រមទាំងផលប្រយោជន៍រួមជាតិដែលទទួលបានពីការទស្សនាពីភ្ញៀវជាតិនិងអន្តរជាតិអញ្ចឹងក្នុងនាមជាកូនខ្មែរទាំងអស់គ្នាបាទកុំភ្លេចមកលេងមកទស្សនាមកថតផ្តិតរូបភាពសកម្មភាពនៃអ្វីដែលយើងមាននៅក្នុងទឹកដីមួយនេះផ្សព្វផ្សាយឲ្យប្រជាជាតិរបស់យើងបានឃើញទាំងអស់គ្នាព្រមទាំងពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកាន់តែច្រើនជាងមុនហើយខ្ញុំសង្ឃឹមថានៅថ្ងៃណាមួយហើយតំបន់មួយនេះនឹងមានជនបរទេសមកទស្សនាហើយមនុស្សច្រើនកកដោយប្រជាជាតិខ្មែរបានមកលេងបែបនេះដូចគ្នាសម័យមើលថាបើសិនជាជនជាតិបរទេសមកទស្សនាច្រើនកកដូចជនជាតិខ្មែរយើងនៅពេលនេះច្បាស់ណាស់ថាសេដ្ឋកិច្ចរបស់យើងដែលពឹងផ្អែកទៅលើវិស័យទេសចរគឺបានរស់ឡើងវិញដោយកាលពីមុនសម័យកូវីដអញ្ចឹងក្នុងនាមជាកូនខ្មែរបានកុំភ្លេចថែរក្សាគេដំណើរវប្បធម៌ជាតិនេះឲ្យបានល្អព្រមទាំងពង្រឹងទៅលើសេវាកម្មបដិសណ្ឋារកិច្ចទទួលភ្ញៀវអាហារនិងភេសជ្ជៈស្នាក់នៅនឹងឲ្យកក់ក្ដៅដើម្បីទាក់ចិត្តទៅដល់ពួកគាត់មកលេងលើកក្រោយទៀតអញ្ចឹងទៅធ្វើឲ្យសេដ្ឋកិច្ចរបស់យើងអត់ដួលអត់ស្លាប់ទេបាទស្រឡាញ់ចូលចិត្តវីដេអូនេះហើយព្រមទាំងស្រឡាញ់ខ្ញុំដែរបាទកុំភ្លេចជួយឲ្យបេះដូងស្មោះម្នាក់មួយផង like share និង follow page ម្នាក់មួយផងបាទនៅពេលនេះសូមអរគុណខ្ញុំសូមជម្រាបលាសិនហើយ